ខ្ញុំប្រកាសណាខ្ញុំបាទជាគ្រូបុរាណម្នាក់បាទដែលបានរៀនពីឪពុកពីជីដូនជីតារបស់ខ្លួនឯងហើយតាំងពីនៅបួសហើយសម្រាប់ដែលប្រមូលប្តីប្រពន្ធបាទខាងប្រមូលប្តីប្រពន្ធបាក់បែកបាទបាក់បែកចែកផ្លូវគ្នាមិនត្រូវរើគ្នាឬជាអ្នកចិត្តការឲ្យរត់ចោលរោងការអីចឹងណាហើយការបាក់បែកឲ្យចង់ប្រមូលឲ្យជួបជុំអញ្ចឹងលោកតានេះហើយជាគ្រូបុរាណសម្រាប់ប្រមូលប្តីប្រពន្ធបាក់បែកឲ្យជួបជុំគ្នាបាទហើយបើកូនមួយស្រីប្រុសទាំងអស់ដែលមានការបាក់បែកចង់ឲ្យជួបជុំគ្នាសូមមកកន្លែងលោកតាបាទមកកន្លែងលោកតាមកនឹងឲ្យលោកតាប្រមូលឲ្យបានបាទមើលអ្នកខ្លះសំប្រកបនៅក្នុង3ថ្ងៃបានជួបជុំគ្នាអ្នកខ្លះទៀតរៀងយឺតរហូតទៅដល់8ថ្ងៃឬជា10ថ្ងៃអីចឹងទៅបានជួបជុំណាបាទហើយលេខទូរស័ព្ទរបស់លោកតាហ្នឹង086492 475មួយខ្សែទៀត097 43 92 757បាទតាក់ទងតាមលេខទាំងពីរខ្សែនេះមកបើមានការបាក់បែកបាទស្រីបាក់បែកចេញពីប្រុសឬជាប្រុសបាក់បែកចេញពីស្រីក៏ប្រមូលបានជួបជុំគ្នាវិញបាទហើយឬជាយើងចង់ប្របែកអ្នកណាក៏បានដែរហ្នឹងហើយបាទរូបតាជាគ្រូបុរាណហួសការថតនេះសូមខន្តីអភ័យទោសមិនមែនជាការអួតអាងពីបញ្ហាគ្រូអីទេសូមខន្តីអភ័យទោសផងបងប្អូនកូនមួយហ្នឹងហើយនឹងគ្រូទាំងឡាយបាទដែលគាត់បានមើលឃើញបាទហើយពោះដែលយើងថតនេះយើងប្រាប់ទៅដល់កូនក្មួយទាំងអស់ហ្នឹងជួនកាលគាត់អត់ដឹងថាគ្រូណាដែលប្រមូលបានគ្រូណាមិនប្រមូលបានទេអញ្ចឹងដូច្នេះខ្ញុំថ្ងៃនេះខ្ញុំធ្វើវីដេអូខ្លីដើម្បីបង្ហាញទៅដល់កូនក្មួយស្រីប្រុសទាំងអស់បងប្អូនទាំងអស់បាទដែលបានបែកបាក់ប្តីប្រពន្ធចង់ឲ្យជួបជុំហើយលោកតាក៏ជាអ្នកដេញពលាការទុតិយខែឆ្នាំផងដែរហើយនឹងចង់បដូរផ្លាស់ប្រភពដាក់ឲ្យរស់ស៊ីមានបានមានហុងស៊ុយបាទហើយក៏លោកតារៀបចំប្រភពដែរហើយមានយ័ន្តបាទមានកសែងយ័ន្តបុរាណតាំងពីសម័យដើមបាទយ័ន្តដាក់ការពីផ្ទះបាទអំពើពាន់យ័ន្តរស់ស៊ីក៏មានដែរអ្នកដែលចង់បានយ័ន្តបានអីចឹងទៅមកតាក់ទងលោកតាបាទតាក់ទងលោកតានឹងមានយ័ន្តទាំងអស់នេះបាទយ័ន្តសារកាបាទយ័ន្តស្នេហ៍មុខបាទចូលចិត្តអាណិតស្រឡាញ់បាទមានទាំងអស់មកចប់សូមតាក់ទងមកតាមលេខដែលខ្ញុំបានរៀបរាប់បាញ់មិញនេះបាទហើយការដែលយើងថតបង្ហាញនេះមិនមែនអួតអាងទេហើយនេះជាការយើងខាប្រលឹងមានកំមួនបាទមានខ្សែចកេះបាទមានរូបបាទមានឈ្មោះអីចឹងទៅបាទហើយនេះត្រឡប់ពីឈ្មោះក្លឹម7នឹងមានកលាប់កាប់ណាមកគូដែរហើយសម្រាប់របស់លោកតានឹងគឺឪពុកគាត់ចែកឲ្យបាទហើយការប្រមូលនេះខ្ញុំប្រកាសណាប្រមូលតាំងពីឆ្នាំ80បាទ81ឯនោះរហូតមកដល់បច្ចុប្បន្ននេះហ្នឹងហើយក៏លោកតាមានអាយុច្រើនហើយរហូតដល់65ឆ្នាំទៅហើយហ្នឹងហើយមានចៅស្រីណាដែលមានបែកបាក់ស្នេហាគេហៅថាសង្សារនោះនឹងអាចប្រមូលបានដែរបាទសូមអញ្ជើញតាក់ទងមកខ្ញុំនៅក្នុងគណៈពេលនេះជាទីបញ្ចប់សូមជូនពរទៅដល់កូនក្មួយស្រីប្រុសទាំងអស់ដែលនៅទីជិតនិងទីឆ្ងាយបាទដែលមានការបែកបាក់នោះគឺមករកលោកតាហើយក៏សូមឲ្យបានសុខបានចម្រើនទាំងអស់គ្នាបាទសូមអរគុណ